ថៃមានចរិតតួឯកមិនចេះខ្មាស់គេបងប្អូនជាទីគោរពរាប់អានកាលពេលដែលស្ដេចថៃអញ្ជើញទៅប្រទេសបារាំងយើងងាកមកមើលប្រជាជនថៃមានសេចក្តីសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញរូបភាពមួយដែលប្រធានាធិបតីបារាំងលោកអេណាម៉ាអែលម៉ាក្រុងបានក្រាបសំពះនិងក៏ដូចជាទទួលគ្រឿងឥស្សរជួរបងប្អូននៅចំណុចនេះថៃអត់បានគិតថាប្រធានាធិបតីបារាំងគឺជាប្រធានាធិបតីនៃប្រទេសមួយហើយគឺជាប្រទេសមហាអំណាចទៅទៀតមានរឿងអីហេតុអីបានជាប្រធានាធិបតីបារាំងបែរជាត្រូវទៅទទួលគ្រឿងឥស្សរជួរពីថៃទៅវិញនេះបង្ហាញសបញ្ជាក់បន្ថែមថារូបភាពដែលបង្កើតឡើងដោយ AI ដែលមានការផ្សព្វផ្សាយដោយសារព័ត៌មានរបស់ចិនគឺ South China Post គឺបានធ្វើការផ្សព្វផ្សាយនៅលើបណ្ដាញទំនាក់ទំនងសង្គមអំពីករណីស្ដេចថៃប្រគល់គ្រឿងឥស្សរជួរដល់ប្រធានាធិបតីបារាំងក៏ស្រាប់តែប្រជាជនថៃនាំគ្នាកោតសរសើរ1 2 3 4បាទចំពោះលោកប្រធានាធិបតីអេណាម៉ាអែលម៉ាក្រុងដែលបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងខ្លះលើកឡើងថាអូស្ដេចថៃពិតជាមានអំណាចណាស់បាទទៅដល់ណាចង្រៃដល់ទីនោះស្ដេចថៃពិតជាខ្លាំងមែនទៅដល់ប្រទេសបារាំងប្រធានាធិបតីបារាំងលុតជង្គង់បាទទទួលនៅគ្រឿងឥស្សរជួរវាបង្ហាញសបញ្ជាក់ឲ្យឃើញថាថៃកំពុងតែលង់នឹងអំនួតជាពិសេសប្រជាជនថៃដែលភ្លេចគិតថាគឺស្របនៅក្នុងពេលបច្ចុប្បន្ននេះនិងក៏ដូចជាអនាគតគឺប្រទេសមួយរដ្ឋមួយនិងក៏ដូចជាប្រធានាធិបតីបើយើងនិយាយទៅគឺជាអ្នកដឹកនាំរដ្ឋមួយដូច្នេះអំណាចប្រធានាធិបតីរបស់បារាំងគឺបើយើងនិយាយពីរដ្ឋគឺស្មើសិទ្ធិនឹងស្ដេចថៃមានរឿងអីដែលត្រូវលុតជង្គង់បាទទទួលនៅគ្រឿងឥស្សរជួរហើយមានរឿងអីដែលទៅតបផ្ដល់គ្រឿងឥស្សរជួរដល់ប្រទេសមួយទៀតពាក់ព័ន្ធជាមួយនឹងការផ្សាយមួយហើយរងនឹងការរិះគន់យ៉ាងចាស់ដៃចំពោះអ្នកកាសែតថៃម្នាក់លោកប្រាវិតលោកបានបង្ហាញនូវការមិនពេញចិត្តចំពោះប្រជាជនរបស់ខ្លួនដែលលោកចាត់ទុកថាប្រជាជនថៃគឺល្ងងហើយមិនត្រឹមតែល្ងងនោះទេល្ងងខ្លៅតែម្ដងដែលពួកគេហាក់បីដូចជាមិនយល់ថាតើប្រមុខរដ្ឋមួយហេតុអីបែរជាត្រូវលុតជង្គង់ជាមួយនឹងប្រមុខរដ្ឋមួយទៀតវាជារឿងដែលជាការខុសឡើងណាមិញលោកប្រាវិតលោកបានលើកឡើងថាលោកពិតជាមានការខ្មាស់អៀនណាស់ជាពិសេសប្រជាជនយើងមួយចំនួននៅក្នុងប្រទេសថៃដែលជឿទៅលើអ្វីមួយយ៉ាងឆាប់រហ័សវាគឺកាន់តែអាក្រក់ទៅរហូតទៅដល់សូម្បីតែកាសែត China Morning Post បានរាយការណ៍ដកស្រង់សម្ដីរបស់ AFP ដែលរៀបរាប់អំពីក្រសួងការបរទេសថៃត្រូវបានបដិសេធការអះអាងវាថាមិនពិតថាប្រធានាធិបតីម៉ាក្រុងលុតជង្គង់នៅចំពោះមុខព្រះមហាក្សត្ររាមាទី10នោះទេគណៈដែលកំពុងតែថ្វាយបង្គំនិងគ្រឿងឥស្សរជួរយ៉ាងណាក៏ដោយជនជាតិថៃជ្រុលនិយមមួយចំនួនកំពុងតែមានការកោតសរសើរចំពោះការគោរពនិងជាពិសេសការលុតជង្គង់ចំពោះលោកព្រះមហាក្សត្ររបស់ស្ដេចថៃនឹងត្រូវបានបញ្ឆោតដោយរូបភាពបង្កើតឡើងដោយ AI និងបានរាលដាលយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយអ៊ីនធឺណិតយោងទៅតាមរបាយការណ៍ព័ត៌មានគេហទំព័រផ្សព្វផ្សាយបណ្ដាញសង្គមមួយដែលមានអ្នកតាមដានរហូតដល់ជាង2លាននាក់ថែមទាំងបានជួយពង្រីករូបភាពคล้ายៗនេះបន្តទៀតផងដែរបងប្អូនជាទីគោរពរាប់អានអ្នកចេះដឹងពិតប្រាកដបើគេអត់សប្បាយចិត្តទេនៅក្នុងការបង្កើតរូបភាព AI ដែលឲ្យមានការភ័ន្តច្រឡំថាប្រធានាធិបតីម៉ាក្រុងហ្នឹងគឺលុតជង្គង់គោរពទទួលគ្រឿងឥស្សរជួរពីស្ដេចថៃបងប្អូនដឹងហើយថាស្ដេចថៃពេលដែលទៅទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសបារាំងក្រោយពេលដែលកម្ពុជាបានទៅប្រទេសបារាំងហើយយើងងាកមកមើលស្ដេចថៃមួយរយៈចុងក្រោយនេះគឺធ្វើសកម្មភាពការទូតយ៉ាងទូលំទូលាយហើយខិតខំមែនទែនដែលយើងដឹងហើយថាតាំងពីឡើងគ្រងរាជ្យអស់រយៈពេលជាង10ឆ្នាំមករាមាទី10វិជ្ជរាលង្កននេះព្រះអង្គមិនដែលទៅណាទៅណីទេតែចាប់ផ្ដើមតាំងតែពីមានសង្គ្រាមឈ្លានពានកម្ពុជានិយាយពីថាទៅអត់ឈប់ទេបងប្អូនអើយបាទទៅគ្រប់កន្លែងហ្មងឥឡូវកន្លែងណាដែលកម្ពុជាយើងធ្លាប់ទៅគឺស្ដេចអង្គនេះទៅហ្មងបាទយើងតែងតែដឹងហើយថាការពង្រឹងទំនាក់ទំនងជារឿងសំខាន់ប៉ុន្តែអ្វីដែលសំខាន់នោះគឺការញុះញង់បាទការញុះញង់ដែលយើងគួរតែព្រួយបារម្ភប៉ុន្តែយើងដឹងហើយថាប្រធានាធិបតីនឹងនៅលើពិភពលោកមួយតម្រាំនឹងខ្លាយជាប្រធានាធិបតីបាទខួរក្បាលគេរីផ្លេចណាគេប្រកែណាបាទមិនមែនជារឿងលេងសើចទេហើយបែបប្រហែលជាថៃគិតថាប្រធានាធិបតីឬក៏នាយករដ្ឋមន្ត្រីបណ្ដាប្រទេសទាំងនោះល្ងងឬយ៉ាងម៉េចបាទបែរជានាំគ្នាធ្វើសកម្មភាពបែបនេះដូច្នេះយើងរងចាំមើលទាំងអស់គ្នាថានឹងទៅជាយ៉ាងណា
ខ្ញុំបាទសូមអរគុណនិងសូមគោរពលា